បាទសូមគោរពជំរាបសួរដល់បងប្អូនពុកម៉ែមិត្តភក្តិនៅក្នុងបណ្ដាញសង្គម Facebook បាទទាំងអស់ជាទីគោរពជាទីនឹងរលឹកបាទថ្ងៃនេះខ្ញុំបាទកុសលបាទជាតំណាងមួយចំនួនមួយម្ចាស់ទៀនបាទឥឡូវបានពំនាំបាទជាសម្លៀកបំពាក់ថ្មីបាទហើយនឹងថវិកាបាទយកមកជូននឹងជូនដល់លោកយាយមុនឱកាសបុណ្យចូលឆ្នាំឥឡូវថ្ងៃចូលឆ្នាំទី1បាទគម្រោងយើងថាធ្វើម្សិលមិញតែយើងអត់ទាន់ឥឡូវថ្ងៃនេះចូលឆ្នាំទី1ថ្ងៃទី14ខែមេសាឆ្នាំ2025ឥឡូវខ្ញុំបានមកស្ថិតដល់នៅក្នុងភូមិទំនប់បាទសង្កាត់ការក្រៅបាទក្រុងដូនកែវខេត្តតាកែវបាទទីរួមខេត្តបាទឥឡូវបានមកជួបដល់លោកយាយឆ្នាំនេះឲ្យផ្ដល់សិទ្ធឲ្យលោកយាយអត់មានលោកតាចាំមានបាទលោកយាយទាំងអស់បាទគ្រប់កន្លែងបាទលោកយាយធំជាងលោកតាឥឡូវផ្ដល់សិទ្ធឲ្យទាំងអស់ឆ្នាំនេះហើយយកមានអីទេមានតែសរងហើយមានអាបាក់ថ្មីបាទសរងថ្មីនឹងថៃបកាបាទហើយអរគុណច្រើនមែនតើម្ចាស់ទៀនយើងគឺបងស្រីសាខុមបាទគាត់រស់នៅខាងសហរដ្ឋអាមេរិកដែលបានផ្ញើថវិកាយកមកធ្វើទៀននេះបាទមានជាសម្ភារៈពាក់និងថវិកាឥឡូវខ្ញុំចែកជូនគាត់ហ្នឹងហើយម្នាក់មកកាផ្លែទីទៀតខ្ញុំឲ្យគាត់ស្លៀកមើលថាហ្នឹងតាស្អាតហ្នឹងហើយកាន់នេះកាន់គាត់ហ្នឹងហើយកាន់ទាំងអស់ហ្នឹងកាន់បាទឥឡូវយើងបានចែកជូនពួកគាត់ទាំងអស់គ្នាលោកយាយបានទាំងអស់គ្នានៅបាទលើបានថវិកាបានជាមានសរងថ្មីថ្មីឥឡូវតិចទៀតដល់ស្លៀកពាក់ទៀតហ្នឹងស្គប់តិចសិនឲ្យគាត់ស្លៀកពាក់មើលស្អាតអត់2 ดือนលុយណាពាក់តែបាទលោកយាយមកចិត្តលោកាយនេះបាទឥឡូវគាត់ពុំស្លៀកពាក់ហើយបាទមើលជួយបាត់ឡេវឲ្យនេះមើលបាញ់ចិត្តនោះអីកាក់ពីលើអត់ច្រើនស្អាតប្រាយកាយឲ្យដឹងស្អាតហើយទៅវត្តចូលឆ្នាំទៅស្អែកឥឡូវថ្ងៃចូលឆ្នាំថ្ងៃទី1ហើយបានគាត់ស្អែកនេះកំពុងពណ៌ស្អាតមួយអត់គាត់ហ្នឹងបាទឥឡូវបាទយើងឲ្យគាត់ស្លៀកពាក់ឲ្យបងប្អូនបាទអរគុណមែនទែនដល់បងស្រីសាខុមបាទនេះទីរបស់បងដែលបានធ្វើនៅក្នុងចូលឆ្នាំនេះឥឡូវខ្ញុំបានឲ្យពួកគាត់ឲ្យស្លៀកពាក់បាទលោកយាយស្អាតហើយផ្ដល់សិទ្ធឲ្យលោកយាយឆ្នាំនេះអត់មានលោកតាយមួយបាទលោកយាយទាំងអស់បាទហើយលោកយាយសប្បាយចិត្តទេបាយណាអរគុណម្ចាស់ទៀនទេចឹងជូនពរម្ចាស់ទៀនជូនមគ្គផលហ្មងតាចាំពេលចិត្តដាទូជីតាលោកដៃណាចាចែកថាសូនអ្នកក៏ទូតដល់ការបានសុខសាន្តបានទុំបាទឡើយមិនអត់អីទេអរគុណច្រើនសាធុអរគុណមែនតើហើយសប្បាយចិត្តទាំងអស់គ្នាលោកយាយមើលលោកយាយឲ្យបញ្ចូលប៉ុន្មានលោកយាយខាងនេះចាត់6ណាហើយលោកយាយខាងនេះមើលប៉ុន្មានហើយចាស់ចាំងទេចាត់1 7ហើយមើលមានមិញហ៎មកកាមេរ៉ាមើលលោកយាយទីមើលនេះមិញអស់ហ่ะអូបាទហើយលោកយាយខាងនេះនៅមានមិញបាទអរគុណច្រើនណាបាទបាននេះបានទទួលហើយឆែកអាចចូលឆ្នាំថ្ងៃទី2បានស្លៀកពាក់ទៅវត្តថ្ងៃហ្នឹងបានទៅវត្តមកវត្តហើយអរគុណមែនតើបងស្រីសាខុមបានធ្វើទៀនថ្ងៃនេះអរគុណមែនតើសូមជូនពរបងនិងក្រុមគ្រួសារបាទសូមជួបតែសេចក្តីសុខបាទសេចក្តីចម្រើនបាទទទួលទៀនមានបានបាទជាឆ្ងាយពីជំងឺចង្រៃទាំងពួងបាទសូមសុខសប្បាយរៀងរហូតបាទអរគុណច្រើនបាទបាទសប្បាយចិត្តចុចស្លឹកហ្នឹងសប្បាយតែអ្នកអើយ